ចាសួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាអញ្ចឹងឥឡូវយើងជួបគ្នាជាមួយនឹងវិញ្ញាសាគីមីត្រៀមប្រឡងខែមិថុនាថ្នាក់ទី11វិញ្ញាសាទី3ហើយអ្នកទាំងអស់យើងមាន4វិញ្ញាសានៅចូលវិញ្ញាសាទី3ហើយទី1គឺយើងជ្រើសរើសចម្លើយត្រឹមត្រូវមួយរងម៉ាំងចាយើងរៀនធ្វើសិនមកមុននឹងយើងទៅមើលត្រាកំណែហើយលេខ2គឺចំហេះសពដើម្បីរករូបមន្តដុលឬក៏រូបមន្តម៉ូលេគុលហើយ C រូបមន្តស្ទើលាតនឹងហៅឈ្មោះចាហើយលេខ3រ៉ូម៉ាំងគឺសេរូបមន្តស្ទើលាតហើយនឹងប្រាប់ថ្នាក់អកុលលេខ4សេសមីការតាំងប្រតិកម្មហើយនឹងលេខ5តកតងទៅនឹងការរកកំហាត់ជាមូលហើយនឹងការពង្រាយសូលូស្យុងប្រតិកម្មរវាងស៊ីជាមួយនឹងបាសអញ្ចឹងយើងមើលអត្រាកំណែទាំងអស់គ្នាលេខ1ជ្រើសរើសចម្លើយហើយគូតិចលេខ1គេសួរថាតើសម្ព័ន្ធណាមួយក្នុងចំណោមសម្ព័ន្ធខាងក្រោមដែលមិនកើតឡើងចំពោះអកុលអញ្ចឹងដើម្បីដឹងថាតើសម្ព័ន្ធណាមិនកើតឡើងចំពោះអកុលគឺយើងសេរូបមន្តអកុលមួយមកឧទាហរណ៍ថាយើងសេមេតាណុលអញ្ចឹងរូបមន្តរបស់វាគឺមានអីខ្លះមានហាសតមកមានសេហើយតមកមានអូហាសឬក៏បើយើងសេពីអេតាណុលវិញគឺវាមាន CH3 CH ចាអូហាចឹងសម្ព័ន្ធកើតមានឡើងគឺរវាងកាបូននិងអ៊ីដ្រូសែនគឺសម្ព័ន្ធ CH ហើយសម្ព័ន្ធ C ហើយនឹង C ហើយសម្ព័ន្ធ C មួយ O ហើយសម្ព័ន្ធ O មួយហាចាសម្ព័ន្ធដែលមិនអាចកើតមានគឺសម្ព័ន្ធហានិងហាអត់មានហាជាប់មួយហាទេក្នុងអកុលនោះចាតមកទៀតទី2តើអកុលខាងក្រោមណាមួយមិនបង្កើតអ៊ីសូមេជាអេទែចាអញ្ចឹងអេទែយើងមានរូបមន្ត ROR' ROR' ហ្នឹងគឺជារូបមន្តរៀងរបស់អេទែអញ្ចឹង A ហ្នឹងគឺ CH3 ឬក៏ C2H5 មានន័យថា CN2N+1 ខាងនេះក៏អញ្ចឹងដែរ CN2N+1 ដែរអញ្ចឹងបើ C មានតែមួយដូចខនេះគឺมันអាចបង្កើតអេទែបានទេតែបើកអាចបង្កើតបានព្រោះមានកាបូន2ដោយសារវាចូលរៀង ROR ដែរអញ្ចឹងនេះគ្មានបង្កើតអ៊ីសូមេជាអេទែទេព្រោះកាបូនវាមានតែមួយហើយលេខ2តើគេអាចធ្វើអេតាណុលតាមវិធីអ្វីចាអេតាណុលគឺជាអកុលគេអាចធ្វើវាតាមអ៊ីដ្រាតកម្មអេតែនអ៊ីដ្រាតកម្មមានន័យថាបូកទឹកចាអេតែនគឺអាល់សែនឬក៏អេទីឡែនមានន័យថា CH2 សម្ព័ន្ធពីរជាន់ CH2 យើងបូកនឹងទឹកហៅថាអ៊ីដ្រាតកម្មយើងទទួលបានអេតាណុលយើងមិនអាចធ្វើអ៊ីដ្រាតកម្មអេតាននេះព្រោះអេតានជាម៉ាស់ជាតិឆ្អែតហើយក៏យើងមិនអាចដេស៊ីដ្រាតកម្មអេតានដែរដេស៊ីដ្រាតកម្មមានន័យថាដកទឹកមិនអាចដកទឹកចេញពីអេតានអេតានអត់មានអូហាសផងចាដេស៊ីដ្រាតកម្មមេតានហ្នឹងក៏ដូចគ្នាដែរពួកអាល់កានណាមេតានអេតានប្រូប៉ានមានតែប្រតិកម្មចំហេះនិងជំនួសទេអត់អាចមានប្រតិកម្មអ៊ីដ្រូសែនកម្មអ៊ីដ្រាតកម្មឬដេស៊ីដ្រូសែនកម្មអីទេអញ្ចឹងយើងជ្រើសរើសចម្លើយកចាសម្រាប់លេខ3គឺយើងកំណត់រូបមន្តដុលឬក៏មូលគីរបស់អកុលតាមរយៈប្រតិកម្មចំហេះអញ្ចឹងគេឲ្យអកុលឆ្អែត 8.8 ក្រាមចំហេះគេគឺបានចំហាយទឹក 10.8 ចាកំណត់រូបមន្តដុលដើម្បីកំណត់រូបមន្តដុលទី1យើងត្រូវស្គាល់រូបមន្តទូទៅរបស់អកុលគឺមានរូបមន្ត CN H2N បូក 1OH ឬក៏ CN H2N បូក 2O ចាហើយយើងប្រតិកម្មចំហេះគឺយើងបូកអុកស៊ីសែនយើងទទួលបានកាបូនស៊ីតហើយនឹងទឹកហើយយើងថ្លឹងសមីការអញ្ចឹងដំបូងគេគឺយើងសរសេរសមីការចំហេះតែព្រោះប្រតិកម្មយើងគេដាក់ថាចំហេះសោះអញ្ចឹងយើងប្រើប្រតិកម្មចំហេះហ្នឹងចាបន្តមកទៀតយើងមើលបំរាប់ដែលគេឲ្យបំរាប់យើងគឺ 8.8 ក្រាមគឺជាម៉ាស់ចាហើយនេះក៏ជាម៉ាស់អញ្ចឹងកាលណាបំរាប់ឲ្យជាម៉ាស់គឺយើងត្រូវធ្វើផលធៀបជាម៉ាស់ផលធៀបជាម៉ាស់គឺយើងត្រូវការម៉ាស់ម៉ូលអញ្ចឹងជួរទី1យើងបូកម៉ាស់ម៉ូលរបស់អាល់កុលព្រោះគេឲ្យអាល់កុលហើយមួយទៀតបូកម៉ាស់ម៉ូលរបស់ទឹកព្រោះបំរាប់មកគេឲ្យទឹកបន្ទាប់មកបានយើងដាក់ម៉ាស់ដែលគេឲ្យអាល់កុលគឺ 8.8 ហើយចំហាយទឹក 10.8តបពីនឹងហើយគឺយើងធ្វើសមាមាត្រហើយចា 14n បូក 18នេះបានមកពីកាបូន 12 គុណ n 12n 12n បូក 2n 14n ហើយ O 16 H1 17មួយទៀត18ចាហើយទឹកគឺ18ហើយមេគុណវា n ចាពេលដែលយើងបូកមកក្នុងសមីការគឺយើងគិតទាំងមេគុណអញ្ចឹងវាបាន 18n បូក 18ហើយយើងធ្វើសមាមាត្រមកយើងដោះស្រាយឃើញ n ស្មើ5ពេលដែលយើងឃើញ n ស្មើ5ហើយយើងយកលេខ5ទៅជួសក្នុង CN H2N បូក 1OH នេះ
ឲ្យវាចេញទៅជារូបមន្តដុលឬក៏រូបមន្តម៉ូលេគុលយើងបាន C5H11O OH ចាតមកខ C រូបមន្តស្ទើរលាតនិងហៅឈ្មោះដែលអាចមានចាអញ្ចឹងសម្រាប់ C5H10 យើងមានរូបមន្តស្ទើរលាតចា2 4 6ទី1គឺយើង C អកុលថ្នាក់ទី1កាបូន1កាបូន2កាបូន3កាបូន4កាបូន5ដាក់ OH នៅខាងចុងហើយយើងបំពេញ H មកទី2យើង OH ដាក់ទីតាំងទី2វិញកាបូន1កាបូន2កាបូន3កាបូន5ដែរដាក់ទីតាំងទី2បន្ទាប់មកយើងកាត់ខ្នែងមួយយកខ្នែងដាក់ទីតាំងទី2ហើយមួយទៀតយើងដាក់ទីតាំងទី3ចាហើយមួយទៀតយើងកាត់ខ្នែងដាក់ទីតាំងទី2ហើយនឹងដាក់ OH ដែរនៅទីតាំងទី2ដែរមួយទៀតយើងដាក់ខ្នែងនៅទីតាំងទី3 OH នៅទីតាំងទី2ហើយមួយទៀតយើងដាក់កាត់ខ្នែង2ទាំងអស់5យើងកាត់2ដាក់នៅទីតាំងទី3ហើយដាក់ OH នៅទីតាំងទី1ចាអញ្ចឹងទាំងអស់មានឈ្មោះដូចជាចាទីតាំងទី1 OH ហៅប៉ង់តាន1អុលទីតាំងទី2ប៉ង់តាន2អុលមានខ្នែង1យើងរាប់បូន1កាបូន2ចាអញ្ចឹងខ្នែងនៅទីតាំងទី2ឈ្មោះវា2មេទីលហើយកាបូនយើងខ្សែមេ1 2 3 4យើងអត់រាប់អាក្នុងវងចកទេអាហ្នឹងតំណាងឲ្យខ្នែងដែលយើងអាចសរសេរចុះក្រោមតែអ្នកគ្រូពិបាកដាក់ដៃវាពេកសម្ព័ន្ធវាពេកយើងដាក់វងចកអញ្ចឹងគឺស្រួលចាហើយឈ្មោះវា2មេទីលបុយតាន1អុលដល់ពេលយើងដូរទីតាំងCH3 នឹងមកដាក់នេះវិញអញ្ចឹងមាន 3 មេទីលបុយតាន1អុលនេះយើងដូរទីតាំងOH នៅទីតាំងទី2វិញអញ្ចឹងទៅជា2 មេទីលបុយតាន2អុលហើយនេះOH នៅទីតាំងទី2ដែរតែខ្នែងនៅទីតាំងទី3ទៅទី3 មេទីលបុយតាន2អុលហើយនឹងចុងក្រោយយើងកាត់ខ្នែង2ដាក់ទីតាំងទី2ទាំងអស់គ្នាហើយ OH នៅទីតាំងទី1ឈ្មោះរបស់វា2D មេទីលប្រូប៉ាន1អុលចាអញ្ចឹងយើងមាន6អ៊ីសូមែរទៅមកលេខ5គេឲ្យយើងសរសេររូបមន្តស្ទើរលាតហើយនឹងប្រាប់ថ្នាក់អកុលចាអញ្ចឹងយើងមើលនេះ OH នៅជាប់C នឹងមានដៃមកខាងនេះទេវែងក៏ដោយខ្លីក៏ដោយមានដៃតែមួយជ្រុងគឺគេហៅថាអកុលថ្នាក់ទី1ចាដើម្បីសេរូបមន្តស្ទើរលាតគឺគេមើលអានេះមុនបុយតាន1អុលសិនតបបានយើងដាក់ទីខ្នែងតាមក្រោយគេរាប់មេ A Pro បុយហើយដាក់ OH មួយមកតមក2មេទីលគឺយើងថែមអា CH3 នេះនៅទីតាំងទី2ចាអានេះទី2 4D មេទីលប៉ង់តាន1អុលអញ្ចឹងដំបូងយើងសេប៉ង់តាន1អុលសិនចាយើងអត់ដាក់ខ្នែងទេប៉ង់តាន1អុលយើងរាប់1 2 3 4 5ប៉ង់តានដាក់ OH តាំងពី1ប៉ង់តាន1អុលតមកមើលខ្នែងនៅតាំងទី2និងទី4អញ្ចឹងយើងរាប់1 2អញ្ចឹងដាក់ខ្នែង1នៅតាំងទី2 3 4ដាក់ខ្នែង1នៅតាំងទី4ទៅជា2 4D មេទីលប៉ង់តាន1អុលចានេះក៏ជាអកុលថ្នាក់ទី1ដែរព្រោះ OH នៅទីតាំងទី1ដូចគ្នាសម្រាប់មួយនេះវិញ2 promo ប៉ង់តាន3អុលចាមេ A pro 1ប៉ង់ promo នៅទីតាំងទី2 OH នៅទីតាំងទី3ហើយនេះកាបូនមានដៃមកខាងឆ្វេងមួយហើយដៃមួយទៀតនៅខាងស្ដាំចាវាជាអកុលថ្នាក់ទី2វាដាក់ថ្នាក់ទី2ហ្នឹងលេខ4ចូលសេសម័យកាលតាមបដកម្មចា CH3 CH2 OH គឺអេតាណុលធ្វើអុកស៊ីតកម្ម O នេះតំណាងអុកស៊ីតករវាអាចជាប៉ូតាស្យូមពេម៉ង់កាណាតឬក៏ប៉ូតាស្យូមឌីក្រូម៉ាតចាពេលដែលអុកស៊ីតកម្មអាល់កុលគឺយើងមិនគិតអីច្រើនទេយើងអត់ហត់ស្លឹងសម័យកាលទេនេះយើងគ្រាន់តែដូរផ្នែកនេះចាឲ្យទៅជានេះវិញចាសម្ព័ន្ធរបស់អាល់កុលបង្គំនីតិអាល់កុលដូរទៅជាបង្គំនីតិអាល់ដេអ៊ីនអេតាណុលអុកស៊ីតកម្មខ្លាំងជាអេតាណុលចាសម្រាប់នេះវិញគឺយើងគ្រាន់តែដូរកន្លែង Cl ឲ្យទៅជា OH ហើយសូយ៉ូមចាប់យក Cl វិញទៅជាសូយ៉ូមក្លរូចានេះគឺដោយអាខាងលើដែរគឺអាល់សែនបូកទឹកគេហៅថាអ៊ីដ្រាតកម្មអាល់សែនគេគឺបានអាល់កុលគឺ OH បូកកន្លែង H តិចហើយ H បូកកន្លែង H ច្រើនអញ្ចឹងយើងបាន CH3 កន្លែងនេះយើងបូក OH គឺជា CHOH កន្លែងនេះ CH3 គឺជា CH3 CHOH CH3 ចា C ខុសទៀត CH3 ឈ្មោះរបស់វាគឺប្រូប៉ាន2អុល
ចាសម្រាប់លេខ4គេរំលាយសូដ្យូមអ៊ីដ្រូស៊ីត8ក្រាមក្នុងទឹក500គណនីកំហាប់ជាម៉ូលសូនចុងតួបានដឹងហើយកំហាប់ជាម៉ូលសូនចុងតួបានមានរូបមន្តម៉ូលសេស្មើនឹងម៉ូលចែកនឹងមាត្រចឹងយើងរកម៉ូលសិនមកឃើញ0.2ម៉ូលចាហើយមាត្រស្មើមាត្រទឹក0.5យើងបាយទៅយើងចំនួនលេខទៅកំហាប់ស្មើ0.4ម៉ូលក្នុង1លីត្រឬក៏0.4 m តបមកគេថាគេរំលែក20មីលីលីត្រចានៃសូលូស្យងខាងលើនៃសូលូស្យងខាងលើឲ្យប្រតិកម្មជាមួយអាស៊ីតសូហ្វូរិកចំនួន40មីលីលីត្រគណនីកំហាប់ជាម៉ូលនៃអាស៊ីតដែលយកមកប្រើអញ្ចឹងយើងសេសមីការសិនដើម្បីមើលមេគុណវិចាម៉ូលចាសូដ្យូមអ៊ីដ្រូស៊ីតបូកអាស៊ីតសូហ្វូរិកយើងបានសូដ្យូមសូលផាតហើយនឹងទឹកចាអាស៊ីតបូកបាសចេញអំបិលហើយនឹងទឹកដើម្បីត្រង់សមីការមក NA នេះមាន2 NA នេះ1យើងគុណនឹង2តបមកយើងសរសេរតាមម៉ូលម៉ូល A យើងមើលមេគុណវា1ម៉ូល B មេគុណវា2អញ្ចឹងយើងសេម៉ូល A ស្មើ1ភាគ2ម៉ូល B តែម៉ូល A យើងអាចស្មើកំហាប់គុណនឹងមាត្រគេសេ CA VA ហើយ1ភាគ2នេះទៅដែរ CB VB ហើយយើងទីលើ CB មកស្មើ2គុណនឹង CA គុណនឹង VA ចែកនឹង VB ចាយើងជំនួសលេខមកឃើញ 0.4 ម៉ូលក្នុង1លីត្រដែរចាហ្នឹងគឺជាកំហាប់របស់សូលូស្យងអាស៊ីតអញ្ចឹងកូនសាកធ្វើទាំងអស់គ្នាមកមុននឹងយើងផ្ទៀងចម្លើយជាមួយអ្នកគ្រូចាយើងជួបគ្នានៅវិញ្ញាសាទី4មួយទៀត